ជំរាបសួរម្ដងទៀតបងប្អូនព្រមទាំងប្រិយមិត្តដែលតាមដានតែងនិយមគ្រប់គ្រង Facebook វីដេអូ Facebook របស់ខ្ញុំនិង YouTube ផងដែរបងប្អូនណាថ្ងៃនេះគឺមកលេងលយក្រថុងដែលហៅថាបណ្ដែតប្រទីបក៏ដូចជានៅស្រុកយើងដែរបងប្អូនហើយទីនេះគឺមានរៀបចំភ្លើងពណ៌ចម្រុះយ៉ាងស្រស់ស្អាតជាទីបំផុតដើមដូងក៏ស្អាតមកចុះកន្លែងនេះប្រៀបបានឋានសួគ៌លោកីបងប្អូនណាមើលនេះស្រស់ស្អាតមែនទែនមិនដែលជួបប្រទះទេបងប្អូនអើយគឺជាកន្លែងដែលគេមកលេងកម្សាន្តគ្រប់គ្នាបងប្អូនណាស្រស់ស្អាតណាស់បងប្អូនអើយបងប្អូនមិនធ្លាប់មកទេប្រកាសជាស្ដាយក្រោយហើយមើលទៅអស់មួយជីវិតស្ដាយក្រោយអស់មួយជីវិតបងប្អូនណានេះមើលហើយទៅគឺស្អាតណាស់មានអ្វីប្រៀបបានទេឋានសួគ៌លោកីបងប្អូនណានេះគេហៅថាសួរលោកីបងប្អូនហើយនោះក៏ស្រស់ស្អាតដែរសុទ្ធតែភ្លើងពណ៌ចម្រុះស្រស់ស្អាតមែនទែនមនុស្សម្នាក៏ច្រើនដែរបងប្អូនក៏ច្រើនដែរបាទសូមអរគុណច្រើនសម្រាប់ការនិយមគ្រប់គ្រងចូលមើលវីដេអូFacebook របស់ខ្ញុំនិងវីដេអូ YouTube របស់ខ្ញុំផងដែរបងប្អូនណាសូមបងប្អូនជួយគ្រប់គ្រងជួយចុច like ចុច comment ឲ្យបានច្រើនគ្រប់គ្រងបន្ថែមទៀតដើម្បីមានការឆ្ពោះទៅមុខបានឆាប់បានដល់គោលដៅទាំងអស់គ្នាណាបងប្អូនណាសូមអរគុណច្រើនបាទសូមជម្រាបសួរពុកម៉ែបងប្អូននេះគឺជាមេអំបៅពោដ៏ស្រស់ស្អាតដែលកំពុងតែហើរលេងដែលគេរៀបចំឡើងដាក់ជាភ្លើងរូបមេអំបៅបងប្អូនស្រស់ស្អាតមែនតើហើយចំណែកត្រង់នេះក៏ជារូបសត្វរីបងប្អូនណានេះគេហៅសត្វរីបងប្អូនណាគឺស្រស់ស្អាតមែនតើណែលើសំឡេងរីយំហ្នឹងបងប្អូនហ្នឹងគេហៅសត្វរីយូរវាស្រែកយំម្ដងតែនេះគឺជារីភ្លើងដែលគេរៀបចំទេបងប្អូនហើយចំណែកខាងនេះគឺមេអំបៅបងមេអំបៅមួយទៀតហើយបាទចាំងភ្លើងមើលឃើញតែនេះទេអត់ឃើញពណ៌ខៀវរបស់វាទេបងប្អូនក៏ពិតវាពណ៌ខៀវស្អាតណាស់បងប្អូនមើលពីក្រោយមិនស្ដឹងស្អាតណាស់ពីក្រោយបាទបងប្អូននេះពណ៌ខៀវបែបនេះណាគឺដូចមានអំបៅមានតែនតែម្ដងបងប្អូនណាខាងនេះគឺសត្វរីបងប្អូនរីវានៅសងខាងណាគេរៀបចំសងខាងអូស្រស់ស្អាតមែនតើបងប្អូននេះគេហៅឋានសួគ៌លោកីសម្រាប់មនុស្សសម័យថ្មីយើងនេះឯងបងប្អូនណានេះក៏សត្វរីដែរគឺស្រស់ស្អាតណាស់បងប្អូនណាគេនិយមដាក់សត្វរីហើយនេះគឺរូបដែលមកថតចិត្តមែនតើបងប្អូនណាភ្លឺភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាតនេះគឺជារូបចម្លាក់តំណាងឲ្យអ្នកដែលល្បីមានគេឈ្មោះល្បីល្បាញបងប្អូនណានៅស្រុកគេនេះឯងបងប្អូនណានេះគឺស្តៀងដើមដូងខាងលើនេះបងប្អូនណាហើយក៏ប្រហែលជាដូចជាដើមស្លាតែមិនដឹងជាដើមអីពិតប្រាកដទេបងប្អូនណាថតទុកឲ្យបងប្អូនចូល comment មើលតើជួយឆ្លើយមើលតើជាដើមឈើអ្វីដែរបងប្អូនណានេះបាទនេះគឺស្រស់ស្អាតណាស់ស្រស់ស្អាតមែនតើបងប្អូននេះមេអំបៅមកពណ៌ទៀតអូស្រស់ស្អាតមែនតើបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទនេះគឺជាទីតាំងមួយទៀតនៅតំបន់សួនផ្កាដែលមានបងប្អូនជាច្រើនមកលេងលយក្រថុងបាទបងប្អូនណានេះគឺជាកន្លែងទីតាំងដែលមានសភាពស្រស់ស្អាតជាងគេហើយភ្លឺច្បាស់ជាងគេបំផុតនាពេលយប់បែបនេះបងប្អូនណាច្បាស់ណាស់ត្រង់នេះបាទទីវាលក៏ធំទូលាយក្នុងការដើរលេងកម្សាន្តទៅមិនប៉ះគ្នាទេបងប្អូនណាហើយក៏គឺថារូបគេរៀបចំភ្លើងពណ៌ចម្រុះ
ចម្រុះពណ៌ស្អាតមែនតើបងប្អូនណាមានរូបដូចជាសត្វក្ងោកអញ្ចឹងរូបនេះបាទរូបនេះដូចសត្វក្ងោកអញ្ចឹងបងប្អូនណាស្រស់ស្អាតមែនតើបាទសូមអរគុណច្រើនសម្រាប់ការគាំទ្រនិងចូលមើលទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរបងប្អូននៅវេលាបុណ្យលយក្រថុងនេះណាដែលហៅថាបុណ្យបណ្ដែតប្រទីបនេះក៏សូមជូនពរបងប្អូនជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានទៅដល់ទីណាកន្លែងណាក៏សូមឲ្យបានជ័យជំនះឈ្នះអមមានសត្រូវគ្រប់ទិសទីកំបីហាក់ខានឡើយ